ឪពុកម្ដាយគ្រប់រូបហ៊ានលះបង់គ្រប់យ៉ាងហ៊ានធ្វើគ្រប់យ៉ាងនិងតស៊ូគ្រប់បែបយ៉ាងទាំងនេះគឺដើម្បីតែកូនកូនលុយកូនរកចាយសំចាយហ្នឹងណាកូនណាកុំឲ្យដែរតិចតាសំចាយកូនណាចេះគិតផងណាកូនណាថ្ងៃនេះសុគន្ធត្រូវចាក់ចេញពីគ្រួសារដើម្បីរស់នៅក្នុងជីវិតជានិស្សិតវិញម្ដងមើលទៅឪពុកម្ដាយរបស់សុគន្ធហាក់បីដូចជាសប្បាយចិត្តណាស់ព្រោះសុគន្ធបានទៅបន្តការសិក្សានៅឯទីក្រុងស្នាមញញឹមម្ដាយឪពុករបស់សុគន្ធពោពេញទៅដោយទុក្ខកង្វល់នៅក្នុងចិត្តព្រោះគិតថាសុគន្ធទៅដល់ទីក្រុងតែកូននឹងរស់នៅបែបណានិងមានសុខទុក្ខបែបណាខ្ញុំឈ្មោះសុគន្ធជាអនាគតនិស្សិតដៃថ្មីពេលឃើញសិស្សច្បងខ្ញុំធ្វើអាសាញមិនតាមហាងកាហ្វេនិយាយពីថាលយអីលយខ្ញុំចង់ធ្វើដូចគាត់ដល់ហើយពេលមកដល់ទីក្រុងភ្លាមអារម្មណ៍ភ័យផងអរផងពិបាកនឹងបញ្យល់ហ្មងតែអ្វីដែលខ្ញុំចាំមិនភ្លេចនោះគឺត្រូវគោរពច្បាប់ចរាចរណ៍ជាពិសេសនោះគឺភ្លើងសញ្ញាចរាចរណ៍នៅតែម្ដងព្រោះក្នុងទីក្រុងចរាចរណ៍វាមិនមានញឹកអញ្ចឹងចាំពី3នាទីវាអត់មានអីជាបញ្ហាទេព្រោះខ្ញុំចាំក្រាស់ខ្ញុំរៀងយូរដែរតែសួយអីចេញធ្វើពលរដ្ឋល្អថ្ងៃដំបូងផងប៉ះចំភ្លើងស្តុបខូចអីណាសាំហ្មងទៅចេញមកសោះស្រាប់តែមានអារម្មណ៍ថានឹកផ្ទះបាត់ហើយជាពិសេសគឺនៅពេលដែលនៅក្នុងបន្ទប់ស្ងាត់ម្នាក់ឯងចេះទៀតមានអារម្មណ៍ថាកាន់តែនឹកផ្ទះខ្លាំងហ្មងតើមានអ្នកណាគេខ្លះមានអារម្មណ៍អញ្ចឹងដូចខ្ញុំអញ្ចឹងហើយខ្ញុំមានតែជិះម៉ូតូចេញមកក្រៅដើម្បីឲ្យវាបានរំសាយនៅអារម្មណ៍មួយហ្នឹងមានអីមួយយ៉ាងដែរតាពេលជិះម៉ូតូមើលគេមើលឯងអញ្ចឹងមានអារម្មណ៍ថាធូរស្បើយមួយយ៉ាងរូបរាងស្អាតបាត់ដែរប៉ុន្តែមើលចរិតទងសារ៉ាំនៅចិត្តនឹងសង់ចោលមកឲ្យត្រូវអត់យល់មើលធំអស់ហើយនាំគ្នាមកអង្គុយលុតការ៉េមដូចកូនក្មេងកូនលុយកូនរកចាយសំចាយហ្នឹងណាកូនណាឲ្យដែរតិចតាសំចាយកូនណាចេះគិតផងកូនណាគ្រាន់ក្រេមម្ដងមានមិនអស់ប៉ុន្មាននៅទីក្រុងរបស់ហូបលក់ឡើងពេញផ្លូវតំណងដល់ហើយតែខ្ញុំបានបដិញ្ញាចិត្តរួចហើយត្រឹមតែមីហិលមួយចានដូចជាមិនអស់ប៉ុន្មានទេមិននឹកស្មានថាមកនៅទីក្រុងត្រូវចំណាយច្រើនចឹងសោះចំណាយអានេះបន្តិចអានោះបន្តិចអស់លីងហ្មងហើយសល់ល្មមស្អែក
จะสู้บอง ចារៀបសួរអូន ខ្ញុំចង់សួរបងពីការចុះឈ្មោះចូលរៀនណាបង អញ្ជើញមកតាមបងមកអូនអាចសាកសួរព័ត៌មានពីលោកគ្រូបានជំរាបសួរគ្រូ បាទសួរបាទ អូនអាចសាកសួរព័ត៌មានពីលោកគ្រូបាន លោកគ្រូខ្ញុំចង់សួរលោកគ្រូតាក់ទងនឹងការចុះឈ្មោះចូលរៀនណាគ្រូ បាទអាចសួរបានតែលោកគ្រូចង់សួរថាអូនឈ្មោះអីដែរ ជាឈ្មោះសកលលោកគ្រូ សគុណអីគេសគុណអូន ម៉ៃលោកគ្រូ ម៉ៃសគុណ បាទ បាទបាទ មុននឹងទស្សនាសាច់រឿងបន្តខ្ញុំចង់ប្រាប់រឿងមួយសិនសាកលវិទ្យាល័យជាតិបាត់ដំបងចាប់ផ្ដើមប្រឹក្សាយោបល់និងចោះឈ្មោះចូលរៀនចាប់ពីម៉ោង 7 ព្រឹកដល់ម៉ោង 5 ល្ងាចកុំភ្លេចមកចោះឈ្មោះទាំងអស់គ្នាណាកុំឲ្យខាតពេលវេលាយូរយើងទៅទស្សនាសាច់រឿងបន្តទៀត អូលោកគ្រូអញ្ចឹងខ្ញុំត្រូវបង់លុយឥឡូវណាលោកគ្រូ អូនអាចជ្រើសរើសជំនាញហើយបំពេញពាក្យចាំមកបង់លុយតាមក្រោយក៏មិនអីដែរ អូដល់ពេលយើងបង់លុយហើយយើងអាចធ្វើ assignment បានម្ដងលោកគ្រូ